បាទសួស្តីបងប្អូនអរគ្នាជាពិសេសគឺបងប្អូនជាកសិករព្រោះខ្ញុំគិតថាបងប្អូនអាចជាមានបញ្ហាដូចខ្ញុំដែរសម្រាប់ខ្ញុំអឺនៅពេលដែលចង់ស្រោចស្រពដំណាំខ្ញុំមានខ្សែទឹក5ខ្សែហើយក្នុងមួយខ្សែខ្ញុំចំណាយពេលវេលាប្រហែលជា1ម៉ោងអញ្ចឹងខ្ញុំចំណាយពេលវេលា5ម៉ោងក្នុងអង្គុយចាំដើម្បីអឺបិទបើកទឹកអញ្ចឹងខ្ញុំឃើញការងារហ្នឹងវាដដែលៗអញ្ចឹងវាចេះមានបញ្ហាខ្ញុំបង្កើត simulation គឺក៏ឧបករណ៍តេស្តមួយសិនមុននឹងចាប់ផ្ដើមធ្វើមែនតើខ្ញុំតេស្តមើលសិនអញ្ចឹងខ្ញុំមាន relay 5គ្រាប់ហើយប៊ូតុងមានប៊ូតុងមួយគឺប៊ូតុងបិទបើកប៊ូតុងពណ៌ក្រហមគឺបិទភ្លាមហើយប៊ូតុងពណ៌ខៀវគឺសម្រាប់បើកហើយខ្ញុំមាន ESP សម្រាប់បញ្ជា program ទាំងអស់ហើយខ្ញុំមាន potentiometer មួយទៀតសម្រាប់ខ្ញុំពេលខ្ញុំចង់ដូរចិត្តម៉ោងខ្ញុំពេលខ្លះចង់ដាក់កន្លះម៉ោងទៅពេលខ្លះចង់15នាទីទៅខ្ញុំអាច set នៅ potentiometer នេះបានឧទាហរណ៍បងប្អូនមើលខ្ញុំចុចប៊ូតុងពណ៌ខៀវហ្នឹងគឺដើម្បី start អូអញ្ចឹងឃើញវា load ខុសខ្ញុំអាចបិទបញ្ជាបានអាចបិទភ្លាមនៅលើនឹងបានទៅពេលខ្ញុំចង់ដូរចិត្តគឺបិទភ្លាមបានអញ្ចឹងវាបិទវិញចុចចង់បើកបាទអញ្ចឹងវាបើកrelay ទី1អញ្ចឹងវាប្រើរយៈពេល51 second បាទរហូតទៅដល់0 second នៅពេលដែលវាចប់ relay ទី1វាចូល relay ទី2តមកវាចូល relay ទី3រហូតដល់ relay ទី4រហូតដល់ relay ទី5បើសិនមកខ្ញុំចង់បិទភ្លាមខ្ញុំមើលទៅដូចជាអត់ស្រួលខ្ញុំបិទភ្លាមខ្ញុំបាច់ចុចប៊ូតុងពណ៌ក្រហមបាទអូខេអញ្ចឹងវាបិទខ្ញុំធ្វើដូចនេះខ្ញុំមិនបាច់ប្រើចំណាយពេលវេលាច្រើនទេសម្រាប់អង្គុយចាំមើលចុចទៅប៊ូតុងមួយខ្ញុំអាចទៅធ្វើអីផ្សេងមួយទៀតបានហើយអាចដោះស្រាយបញ្ហានេះបានច្រើនបាទសូមអរគុណច្រើនបងប្អូនមើលនៅវីដេអូនេះហើយសូមកុំភ្លេចចុចបេះដូងមួយមកសិនមកបងប្អូនមានចម្ងល់អាច comment បានបាទសូមអរគុណច្រើនបាទ